កម្មការនីរោងចក្រសានីដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រៃកគីស្រុកចន្ទ្រាខេត្តស្វាយរៀងបាននាំគ្នាធ្វើកោតកម្មនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះពួកគាត់បានអះអាងថាមូលហេតុដែលនាំគ្នាធ្វើកោតកម្មមិនព្រមធ្វើការនេះគឺដោយសារតែខាងក្រុមហ៊ុនគិតលុយឲ្យកម្មករនឹងមិនត្រឹមត្រូវដូចជាគិតលុយខ្វះការចេញបងឲ្យទៅកម្មករយឺតបើន័យថាចេញក្តាស់ឲ្យទៅកម្មករហ្នឹងយឺតដល់ថ្ងៃបើកលុយឲ្យទើបចេញឲ្យពួកគាត់ធ្លាប់បានទាមទារថាឲ្យចេញបងបើកលុយទៅឲ្យកម្មករយ៉ាងតិចណាស់ឲ្យបានមុន3ថ្ងៃដើម្បីងាយស្រួលកម្មករពិនិត្យមើលថាតើការគិតលុយឲ្យគាត់នឹងត្រឹមត្រូវអត់ងាយស្រួលក្នុងការតវ៉ាហើយកម្មករខ្លះគាត់លើកឡើងថាគាត់ធ្វើការថែមម៉ោងនៅថ្ងៃអាទិត្យបាន3ថ្ងៃតែខាងក្រុមហ៊ុននឹងគិតលុយឲ្យតែ$4ទេ